មីណាសានこんにちはសូមជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel Kembo Japan នឹងធ្វើការបង្រៀនភាសាជប៉ុនចាប់ពីកម្រិតថ្នាក់ដំបូងគឺចាប់ផ្ដើមអ្នកដែលមិនទាន់ចេះភាសាជប៉ុនសោះតែម្ដងគឺយើងនឹងចាប់ផ្ដើមរៀនមេរៀនដែលរៀនអំពីស្រៈពិសេសទី1ក្នុងចំណោមស្រៈពិសេសទាំង5នៃភាសាជប៉ុនអូខេគឺយើងនឹងរៀនប្រភេទអក្សរទាំង3ព្រមគ្នាក្នុងពេលតែមួយដោយអានដូចគ្នាតែប្រភេទអក្សរខុសគ្នាទាំង3គឺយើងរៀនព្រមគ្នាតែម្ដងដើម្បីងាយស្រួលក្នុងការចងចាំហើយថ្ងៃក្រោយកុំអោយធ្វើការច្រឡំណាគឺយើងរៀនព្រមគ្នាទៅតែម្ដងដោយមិនចាំបាច់វិលត្រឡប់មករៀនអក្សរនេះម្ដងអក្សរនេះម្ដងអក្សរនេះម្ដងទេណាគឺយើងអានដូចគ្នាហើយរៀនប្រភេទអក្សរខុសគ្នាទាំង3ហ្នឹងទៅតែម្ដងអូខេអញ្ចឹងយើងទៅអានទាំងអស់គ្នាជាមួយ Channel Kembo Japan អូខេប្រភេទអក្សរ Hiragana គឺយើងអានថាអអូខេដល់ពេលប្រភេទអក្សរ Katakana យើងអានថាអូខេប្រភេទអក្សរ Romanchi គឺយើងអានថាអូខេយើងអានដូចគ្នាទាំង3គ្រាន់តែខុសរូបរាងនៃប្រភេទអក្សរតែប៉ុណ្ណោះអញ្ចឹងយើងទៅរៀនអំពីគំនូសសរសេរទាំងអស់គ្នាជាមួយនឹង Channel Kembo Japan អូខេយើងនឹងរៀនអំពីគំនូសសរសេរទាំងអស់គ្នាដោយយើងរៀនតែគំនូសអក្សរដែលយើងដូចជា Hiragana គឺគេសរសេរបែបនេះណាគឺ Hiragana គេសរសេរបែបនេះណាអញ្ចឹងចំពោះអក្សរ Katakana គឺគេសរសេរបែបនេះដែរអូខេអញ្ចឹងវាសរសេរខុសគ្នាតែអានដូចគ្នាចំពោះអក្សរ Romanchi ខ្ញុំមិនធ្វើការបង្រៀនទេណាគឺដោយសារវាជាអក្សរអង់គ្លេសយើងចេះទាំងអស់គ្នាអញ្ចឹងយើងគ្រាន់តែរៀនអំពីគេហៅថាគំនូសនៃការសរសេរប្រភេទអក្សរតែ2តែប៉ុណ្ណោះគឺ Hiragana និង Katakana Hiragana គេសរសេរបែបនេះ Katakana គេសរសេរបែបនេះអញ្ចឹងគឺយើងសារវីដេអូទៅវិញទៅមកទៅនឹងធ្វើការចងចាំទាំងអស់គ្នាណាអញ្ចឹង Channel Kembo Japan សូមធ្វើការបញ្ចប់មេរៀនតែប៉ុណ្ណេះអូខេសូមអរគុណសូមគោរពលា